ពីពានរង្វាន់ព្រះនាងចេនណាលើកឡើងបែបនេះព្រះនាងនរោត្តមចេនណាបានបង្ហាញព្រះទ័យដោយក្តីរីករាយក្នុងការឡើងទទួលពានរង្វាន់នៅក្នុងប្រទេសសិង្ហបុរីខណៈទ្រង់ទើបតែមានព្រះជន្ម13ព្រះវស្សាតែប៉ុណ្ណោះជាមួយនឹងការទទួលពានរង្វាន់នេះព្រះនាងមានបន្ទូលថានេះជាឱកាសដ៏ធំសម្រាប់ទ្រង់ក្នុងការបង្កើតទំនាក់ទំនងថ្មីនៅល្ងាចថ្ងៃទី2មិថុនាព្រះនាងចេនណាបានបង្ហោះនៅលើបណ្ដាញសង្គមថាខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួលរង្វាន់ Role Model Inspiration Hall of Fame នៅក្នុងព្រឹត្តិការណ៍ HOFS Award 2025ប្រទេសសិង្ហបុរីព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការទទួលពានរង្វាន់ទេប៉ុន្តែជាឱកាសដ៏ធំរបស់ខ្ញុំក្នុងការបង្កើតទំនាក់ទំនងថ្មីៗនិងជាជំហានរបស់ខ្ញុំក្នុងការឈានជើងទៅក្នុងឆាកអន្តរជាតិបន្ថែមទៀតព្រះនាងនរោត្តមចេនណាបញ្ជាក់ថានៅពីក្រោយភាពជោគជ័យរបស់ទ្រង់ព្រះនាងបានថ្លែងអរព្រះគុណដល់សម្ដេចតានិងសម្ដេចមាតាបានចិញ្ចឹមបីបាច់ថែរក្សាបង្ហាត់បង្រៀនព្រមទាំងត្រួសត្រាយណែនាំផ្លូវដល់ព្រះនាងព្រះនាងចេនណាក៏បានចូលរួមអបអរសាទរនិងកោតសរសើរទៅកាន់តារាសម្ដែងស៊ីនយូប៊ីននិងស៊ីនចេននីក្នុងការទទួលពានរង្វាន់ HOFS 2025ជាមួយព្រះនាងដែរចុងក្រោយព្រះនាងចេនណាក៏មិនភ្លេចអរព្រះគុណចំពោះការស្រឡាញ់របស់អ្នកគាំទ្រដូចគ្នាដែលជាកម្លាំងចលករមួយជំរុញលើកទឹកចិត្តឲ្យទ្រង់ប្រឹងប្រែងបន្ថែមទៀតជាមួយនឹងបេះដូងនិងសេចក្តីស្រឡាញ់គួរឲ្យដឹងថាអ្វីត្បិតតែព្រះនាងចេនណាទើបតែមានព្រះជន្ម13ព្រះវស្សាក្តីប៉ុន្តែព្រះនាងទទួលបានភាពជោគជ័យលើអាជីពសិល្បៈហើយជារឿយៗបានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិនផងដែរទ្រង់គឺជាខ្សែរាជវង្សដែលមានដងសិល្បៈច្រើនផ្នែកជាហេតុទ្រង់គឺជា idol មួយរូបដែលមានការស្រឡាញ់ចូលចិត្តច្រើនពីទស្សនិកជន